សាធុទិននេះគឺជាខ្សែមេរៀនអកុសលធម៌9កងក្នុងខ្សែទី2ចំហៀងទី1ហរិកិរិយាណាមាតាកាបានបងគុំនៃខ្ញុំសក្តិយោមេតាព្រះដ៏មានព្រះជាលោកព្រះខ្ញុំព្រះអង្គសូមដឹកកំបងអញ្ជលីនមស្ការថ្វាយបង្គំទៅតាមចំពោះគុណនៃបត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដោយក្រៃលែងមួយលើដោយការគោរពកោតក្រែងចំពោះកណ្ដាលគ្រប់ព្រះអង្គទាំងបានគង់ជាទីជ្រះថ្លានៃពុទ្ធបរិស័ទនៅប្រចាំក្នុងទីវត្តខេមរវ័នក្នុងស្រុកអីវត្តនៅវត្តស្រុកកំពង់ចាមអញ្ចឹងឃុំនេះឃុំកំពង់សៀមនឹងឃុំសម្បួរមាសសម្បួរមាសអើយផ្លែធ្លាក់សន្លឹកហ្នឹងណាបន្តទៀតរួចហើយណាអីថ្ងៃនេះមីក្រូស្ដាប់បានគ្រាន់ទេស្ដាប់បានគ្រាន់ទេណានឹងថ្ងៃនេះគឺជាថ្ងៃទី2នៃការសិក្សាព្រះធម៌របស់យើងនៅវត្តខេមរវ័ននេះសម្រាប់រយៈកាលខ្លីប៉ុន្តែលីធម៌ដែលខ្លឹមសម្រាប់បង្រៀនញាតិញោមពុទ្ធបរិស័ទកណ្ដាលគ្រប់ព្រះអង្គណាតាមការដែលអាចធ្វើទៅបានណាបំណាច់ទៅចង់ឲ្យញាតិញោមចេះហ្នឹងមានប្រមាណចង់ទៅបញ្ចេញឲ្យវាអស់ទៅតែណាវាចេញទៅវាមិនដឹងនៅជាមួយញាតិញោមបានប្រមាណអីប៉ុណ្ណាណាព្រោះការដែលសិក្សាស្ដាប់ព្រះធម៌នេះវាមិនមែនដូចជាលេខគណិតឬក៏វិជ្ជាទូទៅដែលយើងសិក្សាតាមសាលាទេណាបើដូចជាវិជ្ជាគណិតវិជ្ជាអីអាហ្នឹងវាមានរូបភាពអាចពិសោធន៍អាចអីស្រួល2 + 2 4អញ្ចឹងទៅវាច្បាស់លាស់តាមការកំណត់សម្គាល់អញ្ចឹងទៅប៉ុន្តែចំពោះព្រះធម៌មិនអាចយកភ្នែកធម្មតាទៅមើលឃើញទេណាត្រូវតែចម្រើនញាណៈគឺបញ្ញាទើបអាចដើម្បីយល់បានដូច្នេះការចូលមកកាន់ពុទ្ធសាសនានេះមិនមែនគ្រាន់តែចូលមកកាន់វត្តទេណាគ្រាន់តែចង់បញ្ជាក់ថាការដែលចូលឲ្យដល់ព្រះសាសនាគឺមិនមែនឈានជើងដោយការបោះជំហានឲ្យដល់ទេណាហើយក៏មិនមែនគ្រាន់តែចូលមកកាន់ទីវត្តអារាមឈ្មោះថាចូលមកដល់ព្រះពុទ្ធសាសនាដែរព្រោះការចូលមកកាន់វត្តអារាមមិនចាំបាច់មនុស្សយើងក៏ចូលមកបានដែរឲ្យតែមិនប្រយ័ត្នរបងវត្តគោចូលមកវត្តបានទេគោចូលបានណាដូច្នេះចូលក្នុងពហិព្រាបពជាអីចូលបានដែរណាចូលទៅដល់លើតបូលទៅទៀតពជាណាព្រាបអីនោះចូលទៅអាចដាក់ព្រះទៀតក៏បានដែរនឹងនេះខ្ញុំកណាត់អាភិបចង់បញ្ជាក់ថាការចូលទៅរកព្រះសាសនានេះគឺมันអាចមើលដោយរូបភាពបានទេណាហើយក៏មិនមែនបានន័យថាឲ្យតែនរណាទៅជួបព្រះសម្មាសម្ពុទ្ធអ្នកនោះសុទ្ធតែរួចផុតទុក្ខក៏ទេដែរប្រសិនបើមិនមានសេចក្តីជ្រះថ្លា
បន្ទន់អេរិយាបថដើម្បីទទួលយកនៅពាក្យទូលមានព្រានបដៅរបស់ព្រះអង្គទេនោះណាថ្ងៃនេះដូចរៀងមកច្រើនជាងថ្ងៃម្សិលណាមកពីទៅពាំងអស័យឆ្ងាយចិត្តឆ្ងាយអញ្ចឹងស្អែកបាត់ទៀតណានឹងតិចច្រើនអីយ៉ាងណាយើងសិក្សាសំខាន់គឺការយល់ចូលចិត្តណាព្រោះទិសដៅនៃការសម្ដែងធម៌របស់ព្រះសម្មាសម្ពុទ្ធហ្នឹងវាមិនមែនគោលដៅសំខាន់រួមមនុស្សច្រើនទេណាមិនមែនគោលដៅសំខាន់ប្រមូលបរិស័ទច្រើនទេគោលដៅសំខាន់គឺឲ្យពុទ្ធបរិស័ទហ្នឹងមានសទ្ធានិងបញ្ញាណាបើបានតែគ្នាច្រើនតែវាអត់បានចម្រើននៅការយល់ដឹងតែបានគ្នាច្រើនមកធ្វើអីណានេះមិនមែនបានន័យថាមិនចង់បានគ្នាច្រើនទេប៉ុន្តែមិនមែនជាទឹកដៅណាព្រោះហេតុដូច្នោះហើយបានជាយើងឃើញការដឹកនាំនៅក្នុងសាសនាយើងហ្នឹងដើម្បីឲ្យបានមនុស្សច្រើនអ្នកទិសដៅមនុស្សច្រើនហ្នឹងធ្វើឲ្យយើងធ្វើឃ្លាតអំពីធម៌វិន័យហ្នឹងឧទាហរណ៍ដើម្បីបានមនុស្សច្រើនត្រូវដាក់បាសដាក់វីដេអូដាក់ល្ខោនអីចឹងទៅអាហ្នឹងបដិបទាដើម្បីមនុស្សច្រើនណាតែមិនមែនជាបដិបទាដើម្បីកើតនូវសទ្ធានិងបញ្ញាដូច្នេះជាការដើរផ្ទុយគ្នាទៅនឹងធម៌របស់ព្រះសម្មាសម្ពុទ្ធណាយើងត្រូវតែមើលឲ្យឃើញនៅគោលដៅរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គចង់ឲ្យយើងគឺចង់ឲ្យនៅព្រះធម៌នេះឯងណា4អសង្ខ័យ1សែនកាប់ដែលព្រះដ៏មានព្រះភិយលះបង់នៅទ្រព្យសម្បត្តិលះបង់កូនប្រពន្ធលះបង់អវយវៈលះបង់ទាំងជីវិតគឺដើម្បីត្រាស់ដឹងនៅសម្មាសម្ពុទ្ធនៅអនុត្តរសម្មាសម្ពុទ្ធញ្ញាណនេះបាននៅបញ្ញាដ៏ឧត្តមដើម្បីប្រកាសត្រាស់សម្ដែងនៅមេបដិបទាទៅកាន់ទីរំលត់ទុក្ខណាសំបីបារមីប្រហែលព្រះបច្ចេកពុទ្ធក៏មិនអាចសម្ដែងនៅអរិយសច្ចធម៌ប្រកាសឲ្យមានលំអបត់ដើមបត់កណ្ដាលបត់ចុងព្រមដោយឧទាហរណ៍ដល់សត្វលោកយើងឲ្យបានត្រាស់ដឹងតាមបានទេព្រោះនៅក្នុងមនុស្សយើងនឹងវាក្រាស់វាល្ងឹតណាស់ណាដូច្នេះក្នុងការប្រកាសត្រាស់សម្ដែងនៅព្រះធម៌ហ្នឹងជាការលំបាកយើងវិលទៅរកផ្នែកខាងដើមដែលព្រះអង្គទើបតែបានត្រាស់ញៀនប្រហែលព្រះសម្មាសម្ពុទ្ធហើយនឹងព្រះអង្គនៅរារែកប្រតិណាបានត្រូវមានព្រមមកអរតនីឲ្យព្រះអង្គសម្ដែងធម៌មិនមែនព្រះអង្គអត់មានករុណាចំពោះសត្វលោកទេប៉ុន្តែក៏លេចមើលទៅទស្សនវិស័យរបស់សត្វលោកនឹងវាជាប់ដោយអកុសលធម៌ទាំងឡាយផ្សេងនឹងជាប្រមុខណាអសារេសារមតេណោគឺសម្គាល់របស់ដែលអត់សារៈហ្នឹងថាជារបស់មានសារៈហើយដល់តែព្រះអង្គប្រាប់របស់ពិតណាវាមិនដែលគិតឃើញឡើយហើយវាទៅជាចម្រូងចម្រាសអីចឹងទៅដូចជានៅក្នុងរឿងសច្ចកនិក្រណអីដែរណាដូច្នេះការចូលមកកាន់សាសនានេះទល់តែចូលទៅដល់ត្រៃសិក្ខាគឺការសិក្សានៅសិលសមាធិបញ្ញាជាពិសេសគឺព្រះបរិយត្តិធម៌យើងកុំមើលងាយការសិក្សានៅព្រះបរិយត្តិធម៌នឹងថាជាការស្រួលនិងមិនលំបាករហូតដល់តែយើងនិយាយនិយាយថាការសិក្សាព្រះធម៌នឹងល្មមបានហើយសំខាន់គឺការប្រតិបត្តិនៅក្នុងព្រះអត្តកថាធ្លាប់បានមើលឃើញថាអ្នកណានិយាយថាការសិក្សាព្រះបរិយត្តិធម៌មិនសំខាន់ណាអ្នកនោះគឺជាមហាចៅក្នុងសាសនាណាព្រោះជាហេតុញ៉ាំងនៅព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងឲ្យវិនិច្ឆ័យណាអស់កាលជាយូរអង្វែងមកហើយ2500ឆ្នាំមកហើយនេះជាង500ទៅទៀតនេះណាដែលអាចគង់វង្សនៅព្រះសាសនាមានទ្រង់ទ្រាយជាបែបផែនវិន័យប្រសូតអភិធម្មជាលក្ខណៈគ្រឹះរបស់ពុទ្ធសាសនាមានមកដល់សពថ្ងៃនេះគឺដោយសារការសិក្សាព្រះបរិយត្តិធម៌នឹងឯងណាពីព្រះអរហន្តដែលចូលរួមសង្គាយនាតាំងពីបឋមសង្គាយនាទុតិយសង្គាយនាមកបើត្រឹមតែបានរួចផុតចាកកិលេសតែមិនមានបដិសម្ពិទាក៏មិនអាចចូលទៅសង្គាយនាបានដែរ
នឹងយើងឃើញគុណបែព្រះអរហន្តតែលោកគ្រាន់តែជាសុខវិបស្សកៈធម្មតាក៏មិនបានចូលទៅសង្កេតយានដែរព្រោះមិនច្បាស់ក្នុងបរិយត្តិធម៌ព្រោះណាមានព្រះអរហន្តខ្លះក៏លោកមិនប្រកាសក្នុងបរិយត្តិនឹងអស់ដែរអរិយបុគ្គលខ្លះដែលជាសុខវិបស្សកៈនោះដូចជានៅក្នុងបច្ចវេគណៈញាណបច្ចវេគណៈញាណ19នោះលោកបានបញ្ជាក់បុគ្គលខ្លះលោកពិចារណាតែ3វិថីទេណាតែជាប្រកដីធម្មតាគឺ5វិថីសម្រាប់សេខបុគ្គលថ្នាក់ក្រោមបន្ទាប់ពីលោកបានសម្រេចមគ្គផលហើយនឹងត្រូវមានណាមួយវិថីពិចារណាមគ្គមួយវិថីពិចារណាផលមួយវិថីពិចារណាព្រះនិព្វានហើយចំពោះអ្នកដែលឆ្លៀសនៅក្នុងកិលេសបញ្ញត្តិលោកត្រូវពិចារណានៅកិលេសដែលលះហើយនិងកិលេសមិនតាន់លះពីវិថីទៀតដូច្នេះយើងឃើញថាសូម្បីព្រះអរិយបុគ្គលហ្នឹងក៏លោកអង្គខ្លះលោកមិនច្បាស់លាស់ទូទៅនៅក្នុងបរិយត្តិធម៌ដែរដូច្នេះមិនអាចយកមកសង្កេតយនីអីឲ្យច្បាស់លាស់ទៅបានទេគឺចាំបាច់ត្រូវតែច្បាស់លាស់ក្នុងព្រះបរិយត្តិធម៌នឹងផងទើបអាចដើម្បីតម្រែតម្រង់សាសនានឹងឲ្យគង់វង្សទៅបានដល់សពថ្ងៃនេះឯងណានឹងខ្ញុំកណាត់ស្មារតីផ្ដើមការសិក្សាប៉ុណ្ណឹងឲ្យឃើញគុណតម្លៃនៃការសិក្សាព្រះធម៌មួយចំណែកគឺដើម្បីចម្រើនការចេះដឹងផ្ទាល់ខ្លួនរបស់យើងណាដើម្បីប្រតិបត្តិផ្ទាល់ខ្លួនរបស់យើងហើយនឹងបន្តនៅអាយុសាសនារបស់យើងនឹងតទៅទៀតបើមិនដូច្នោះទេបាត់ការសិក្សាបាត់ការរៀនសូត្រជំនឿផ្ដេសផ្ដាស់នឹងកើតកាន់តែច្រើនទៅហើយរកឲ្យប្រកាសជាក្នុងគម្ពីរណាព្រះសម្មាសម្ពុទ្ធសម្ដែងពេលណាអីអត់គឺតាមតែគ្រូតាមតែអ្នកដឹកនាំតាមតែពាក្យចចាមបារាមក៏ចេះតែជឿតគ្នាចឹងដែរណាទីបំផុតទង្វើធ្វើផ្សេងគ្នាទាំងអស់ហើយយើងឃើញបរិស័ទចូលទៅកាន់វត្តមួយធ្វើខុសគ្នាហើយប្រកែកគ្នាគ្រូអញធ្វើអញ្ចេះអ្នកជាដូនជាតាអញធ្វើអញ្ចោះអត់ត្រូវគ្នាអត់ត្រូវគ្នាសោះដូចមានសម្ដែងក្នុងគម្ពីរបតាយវិតកលេខ52ដែលព្រះអង្គសម្ដែងប្ររពចំពោះពួកព្រាហ្មណ៍ដែលបញ្ញត្តិនៅការយល់ដឹងរបស់ខ្លួនឯងថាជាការត្រឹមត្រូវហើយការយល់ដឹងរបស់អ្នកដទៃទៀតនឹងថាជាការយល់ដឹងមិនត្រឹមត្រូវហើយក៏ឆ្លោះគ្នាប្រកែកតវ៉ាគ្នាដោយមាត់ដោយលំពេងគឺមាត់ណាមិនត្រូវគ្នាថាគ្រូខ្ញុំឯងត្រូវគ្រូអ្នកឯងអត់ត្រូវទេធ្វើដូចខ្ញុំមិនត្រូវធ្វើដូចអ្នកឯងអត់ត្រូវទេណាប្រកែកគ្នាអត់ត្រូវគ្នានឹងវិខទាំងឡាយចូលទៅបិណ្ឌបាតដឹងរឿងហ្នឹងមកក្រាបទូលព្រះសម្មាសម្ពុទ្ធណាបានព្រះអង្គត្រាស់ថាមនាវិខទាំងឡាយណាមនុស្សទាំងអស់ហ្នឹងមិនខុសពីមនុស្សខ្វាក់ពីកំណើតណាធ្វើអីរាវតាមគ្នាទៅស្ទាបតាមគ្នារាវតាមគ្នាវាមិនដែលបានឃើញដោយភ្នែកផ្ទាល់របស់ខ្លួនឯងណាបានព្រះអង្គលើកឧទាហរណ៍កាលពីសម័យបុរាណមានព្រះរាជាមួយអង្គនៅក្រុងសាវត្ថីនឹងឯងឲ្យប្រមូលអ្នកខ្វាក់ពីកំណើតមកណាហើយឲ្យអ្នកខ្វាក់ពីកំណើតនឹងចូលទៅស្ទាបតម្រៃម្ដងម្នាក់ណាឲ្យមើលតម្រៃឲ្យច្បាស់ណាអ្នកខ្លះមើលតម្រៃនឹងចំស្ទាបតម្រៃនឹងចំប្រម៉ោយខ្លះទៀតស្ទាបចំក្បាលកទីងពីមុខនោះណាអ្នកខ្លះទៀតស្ទាបចំភ្លុកអ្នកខ្លះទៀតស្ទាបចំជើងខ្លះទៀតស្ទាបចំស្លឹកត្រចៀកខ្លះទៀតស្ទាបចំខ្នងខ្លះទៀតចំពោះខ្លះទៀតចំកតុយតើស្ទាបគ្រប់គ្នាអស់ហើយបានព្រះរាជាមកសួរថាអ្នកទាំងអស់គ្នាស្គាល់តម្រៃច្បាស់ហើយឬលើកដៃថាខ្ញុំព្រះអង្គស្គាល់គ្រប់គ្នាហើយណាហើយចឹងទៅព្រះរាជាឲ្យឡើងម្ដងម្នាក់ណាមើលអ្នកឯងរាយរាប់មកមើលតម្រៃហ្នឹងមានរាងយ៉ាងម៉េចអ្នកដែលស្ទាបចំក្បាលហ្នឹងថាតម្រៃមានរាងដូចក្អមចឹងណាគឺប្រកាន់ថាតម្រៃមានរាងដូចក្អមចឹងហើយម្នាក់ទៀតឡើងប្រកែកថាតម្រៃមិនមែនរាងដូចក្អមទេតម្រៃវារាងដូចដងនឹងពាល់ស្ទាបចំប្រម៉ោយវាណាហើយណានិយាយយ៉ាងម៉េចទេអត់ជឿទេអត់ជឿជាដាច់ខាតទេព្រោះវាបានឃើញស្ទាបខ្លួនឯងចឹងស្ទាបនោះស្ទាបដោយខ្វាក់មិនស្ទាបដោយភ្លឺទេណាអីដល់ម្នាក់ទៀតដែលស្ទាបចុងភ្លុកនោះអាចុងចឹងណាចុងភ្លុកវាស្រួចនឹងថាទេតម្រៃមិនមែនរៀងដូចដងគាត់រៀងដូចចុងផាលទេវារឹងដូចចុងផាលស្រួចចឹង
ហើយម្នាក់ទៀតដែលស្ទាបចំជើងថាតម្រៃហ្នឹងមិនមែនរៀងដូចស្អីទាំងអស់រៀងដូចសសរផ្ទះហ្នឹងចំជើងតម្រៃហើយកុំពីណាទៅពយល់គឺអត់ជឿជាដាច់ខាតគឺនៅតែចុះឯងណាហើយម្នាក់ទៀតស្ទាបចំស្លឹកត្រចៀកតែតម្រៃរៀងដូចជាអេណាវាតផ្លាក់ដូចជាអេអញ្ចឹងម្នាក់ទៀតស្ទាបចំខ្នងអាពីលើក្បែរហ្នឹងថាតម្រៃដូចរៀងក្បាលបុកក្ដឿងអញ្ចឹងម្នាក់ទៀតស្ទាបចំពោះថាតម្រៃរៀងដូចដោកស្រូវអញ្ចឹងដោកដាក់ស្រូវធំនោះម្នាក់ដែលស្ទាបចំកតុយថាតម្រៃរៀងដូចអំបោសបោកផ្ទះណាទាំងអស់គ្នានឹងអត់ត្រូវគ្នាបាក់តាយបតបវ័យគ្នាទេវ័យគ្នាព្រះជាក៏សើចសប្បាយទៅអាខ្វាក់មែនចំជាខ្វាក់មែនពួកអស់នេះសើចលេងចឹងខ្វាក់មែនថាខ្វាក់មែនណាយ៉ាងណាមិញដែលយើងមានជំនឿដែលមិនបានពិសោធន៍ដោយខ្លួនឯងណាច្រើនណាស់អាងពីគ្រូអាងពីដូនពីតាអាងពីនេះពីនោះឲ្យតែលឺអញ្ចឹងឲ្យតែឃើញតែមនុស្សច្រើនទៅអាហ្នឹងត្រូវឲ្យតែគេធ្វើអញ្ចឹងច្រើនអញ្ចឹងហើយសួរថាឲ្យវាច្បាស់លាស់យ៉ាងម៉េចវាអត់មានសោះណាដល់ហើយបើគេធ្លាក់ជ្រុះក៏ធ្លាក់ជាមួយគេអញ្ចឹងទៅណាដូច្នេះក្នុងនាមជាពុទ្ធបរិស័ទហ្នឹងត្រូវតែច្បាស់លាស់ដោយខ្លួនឯងណាមិនមែនត្រឹមតែមានសទ្ធាជឿទេណាក្នុងបឋមបទព្រះអង្គសម្ដែងជាមួយសារីបុត្រព្រះសារីបុត្រព្រះអង្គសួរថាមនាសារីបុត្រណាបុគ្គលដែលមានសទ្ធាចម្រើនសទ្ធាទៅជាឥន្ទ្រីចាស់ខ្លាទៅណាបុគ្គលដែលមានសទ្ធាខ្លាំងយ៉ាងហ្នឹងនឹងបានធ្វើនៅទីបំផុតទុក្ខដោយពិតប្រាកដតើអ្នកជឿថាអញ្ចឹងទេព្រះសារីបុត្រឆ្លើយថាខ្ញុំព្រះអង្គអត់ជឿថាអញ្ចឹងណាព្រោះសទ្ធាដែលចម្រើនឡើងដោយខ្វះការអប់រំចម្រើនបញ្ញាគឺមិនអាចធ្វើនៅទីបំផុតទុក្ខបានព្រះសារីបុត្របដិសេធទេមិនមែនត្រឹមតែការជឿឲ្យបានរួចផុតទុក្ខទេការឆ្លើយរបស់ព្រះសារីបុត្រនឹងធ្វើឲ្យភិក្ខុទាំងឡាយតែដៀព្រះសារីបុត្រថាមើលព្រះសារីបុត្រនៅតែអត់ជឿព្រះណាបានព្រះអង្គថាមនាភិក្ខុទាំងឡាយមិនមែនសារីបុត្រមិនជឿតថាគតទេតែសារីបុត្របានឃើញនៅសច្ចធម៌ដោយបញ្ញាខ្លួនឯងមិនមែនដោយការឮពីអ្នកដទៃទេណាសំខាន់ត្រង់ចំណុចហ្នឹងមិនមែនសារីបុត្រមិនជឿកម្មមិនជឿផលមិនជឿហេតុនិងផលទេប៉ុន្តែព្រះសារីបុត្រមិនជឿត្រឹមតែលើគេថាដោយជាញាតិញោមអញ្ជើញមកសិក្សាពេលនេះក៏ត្រូវតែមានយោនិសោមនសិការៈដោយល្អផងដែរណាចឹងយើងចូលមកនៅក្នុងមេរៀនរបស់យើងសាលមិញយើងសិក្សាចូលមកនៅក្នុងកងនៃអកុសលណាទី1គឺអាសវៈណាហ្នឹងអាសវៈហ្នឹងយើងបានសរសេរខ្លះហើយឲ្យសរសេរពីអកុសលចេតសិក14អាហ្នឹងក៏ចាំអស់ដែរមែនទេចាំអស់ហើយណាសាកសូត្រមកដឹងបិទសភៅសូត្រទៅដឹងចាំណាមោហៅអាហេរិកម្មអាណោតាបាំអត់ថៃចាំលោហោតិថៃមេណូតោសោអិសាមៃឆារិយ៉ាងកបក៏ចាំថៃនាមមិត្តធាំងវិចេកឆាណានឹងត្រូវចាំ14ហ្នឹងទៅមករៀនក្នុងកងនៃអកុសលហ្នឹងណាញាតិញោមណាមិនតាន់បានកសេអីក៏ចម្លងគ្នាហើយយើងត្រូវសម្រាប់5ទៅ10នាទីបន្ទាប់ពី1ម៉ោងទៅណាយើងចូលមកវិញចន្លោះម៉ោងហ្នឹងសុំគ្នាសរសេរទៅព្រោះម្សិលមិញសរសេររួចហើយណានឹងម្សិលមិញយើងបានសរសេរអាសវៈគ្រឿងត្រាំឬគ្រឿងហូរណាពាក្យថាសវៈហ្នឹងគឺមានវចនដ្ឋថាពុព្វកោដយាអបញ្ញយនតោចរបារវាសយថេនៈវនតោវាវិសន្តមានពោធិយាវិយៈចក្វាតិតោវិសយេសោវិសន្តនតោអាសវៈធម្មជាតិដែលឈ្មោះថាអាសវៈព្រោះអត្ថាជាគ្រឿងត្រាំដ៏យូរអង្វែងមិនប្រកបក្នុងទីបំផុតខាងដើមតាំងពីពេលណាមកឬថាជាគ្រឿងហូរតាមទ្វារទាំង6មានទ្វារភ្នែកជាដើមហើយហូរនឹងហូរទៅណាហូរទៅកាន់អារម្មណ៍ទាំង6មានរូបារម្មណ៍
សត្វទីអារម្មណ៍គន្ធធាអារម្មណ៍រក្សាអារម្មណ៍ផតថាពីអារម្មណ៍និងធម្មអារម្មណ៍ទៀតណាហើយហូរនឹងហូររាល់តែថ្ងៃយើងព្រឹកឡើងធ្វើអីខ្លះរាល់ថ្ងៃណាព្រឹកឡើងធ្វើអីមុនដំបូងលុបមុខបើមានអាចភ្នែកអីទៅធ្វើម៉េចលាងចេញណាប៉ុន្តែចំពោះកិលេសដែលវាហូរទៅតាមភ្នែកហូរទៅតាមច្រមុះហូរទៅតាមត្រចៀកណាហូរទៅតាមមាត់តាមកាយតាមចិត្តហ្នឹងវាហូរកក្រិចជាងអាចភ្នែកនឹងច្រើនណាប៉ុន្តែយើងដែលបើមិនបានស្ដាប់ធម៌ព្រះអង្គទេដែលនឹកគិតថាលៀងអាចកិលេសនឹងចេញដែរណាអត់ទេមានតែបន្ថែមណាមានតែបន្ថែមឲ្យវាក្រាស់ទៅតាមភ្នែកហ្នឹងបើតបកភ្នែកបាន2ជាន់នេះធ្វើម៉េចបាន2ជាន់ទៅណាឲ្យកិលេសនឹងកាន់តែដុបឡើងណាហើយតាមតិចហ្នឹងបើវាមិនសូវស្អាតទេដាក់អាយ៉ាមួយទៀតទៅកាន់តែខ្លាំងឡើងតាមច្រមុះកធឹបទេដាក់ជួរទ្រាប់កពើងឡើងមកណោះចឹងទេមានទៅលៀងកិលេសឯណាអាហ្នឹងបូកកិលេសបន្ថែមទេតាណាតាមមាត់ហ្នឹងបបោមាត់មិនសូវស្លោទេសាក់បបោមាត់ឲ្យវាមានរឹមអីស្អាតចឹងទៅហើយតាមកាយពេញចិត្តនឹងសម្ផស្សពេញចិត្តនឹងអីហ្នឹងច្រើនណាឬក៏តាមសម្បោហ្នឹងវាមិនសូវល្អទេត្រាំទៅដោះគោដែរណាហើយវាមានពេលណាចេញចាកអំពីកិលេសហើយអាសវៈហ្នឹងមិនវាឈប់ហូរបើវាបន្ថែមកេះដំបៅនឹងរហូតយ៉ាងនេះណាដោយសេចក្តីថាដែលវាហូរចេញរបស់មិនស្អាតក្នុងទីនេះគឺដោយសារវាមានដំបៅដំបៅដែលសម្រាប់ហូរហ្នឹងមាន6ហ្នឹងដំបៅភ្នែកត្រចៀកច្រមុះអណ្ដាតកាយចិត្តជាឈ្មោះនៃដំបៅហ្នឹងមួយយ៉ាងគឺវាដំបៅដោយសភាពវាអីមិនដែលជាទេមួយណាវាហូរចេញតែរបស់មិនស្អាតមែនទេដោយទឹកខ្លាញ់ទឹកខ្ទុះចេញមកមួយយ៉ាងទៀតដំបៅតាមផ្នែកនាមធម៌ហូរតាមការសោយអារម្មណ៍ណានឹងឃើញរូបជាទីស្រឡាញ់ណាឃើញរូបជាទីស្រឡាញ់ក៏ហូរទៅរករូបចឹងទៅដោយការប្រាថ្នាដោយការជាប់ជំពាក់ចឹងទៅណាអញ្ចឹងយើងចុះបន្តមកសរសេរមានក្តារហើយក៏ដោយក៏សរសេរទៅដើម្បីឲ្យបានមូលនៅក្នុងការសិក្សាហ្នឹងណាយើងអត់សរសេរពេលគេសរសេរយើងអង្គុយស្ងៀមហ្នឹងដូចជារាយមេណារាយមេចិត្តណាហើយបើញាតិញោមមិនចេះសរសេរក៏កាន់ក្តារមើលតាមពាក្យតាមអីចឹងទៅដើម្បីឃុំគ្រងចិត្តសន្តានហ្នឹងកុំឲ្យវារញ៉េរញ៉ៃពេកណាចឹងចុះបន្តដាក់ថាអាសវៈនេះណាអាសវៈនេះណាអាសវៈនេះបើពោលដោយភូមិណាបើពោលដោយភូមិណាបើពោលដោយភូមិគឺហូររហូតដល់ភវៈព្រំណាគឺហូររហូតដល់ភវៈព្រំណាគឺហូររហូតដល់ភវៈព្រំបានរមុំកញ្ចក់ព្រំដែលខ្ពស់បំផុតភវៈនិងអគ្គនឹងខ្ពស់កំពូលចុងណាព្រំដែលខ្ពស់បំផុតហើយបិទរង្វង់ក្រចកមកវិញហើយដកឃ្លាដោយសភាពជាទីតាំងនៃអាសវៈដោយសភាពជាទីតាំងនៃអាសវៈដោយសភាពជាទីតាំងនៃអាសវៈនិងជាអារម្មណ៍របស់អាសវៈនៃអាសវៈនិងជាអារម្មណ៍នៃអាសវៈណានឹងជាអារម្មណ៍នៃអាសវៈណាឯខណ្ឌទៅសេតទៀតបើពោលដោយធัว
បើពោលដោយធัวបើពោលដោយធัวដកឃ្លាអាសវៈនេះហូររហូតដល់គោត្រភូញាណណាដាក់ញាណផងហូររហូតដល់គោត្រភូញាណណាបន្ថែមញាណមួយផងកុំឲ្យយើងច្រឡំទៅគោត្រភូនោះស្អីសង្ស័យច្រឡំពោត្រភូសងអីនោះយើងធ្លាប់ឮណាដាក់គោត្រភូទៅទេអញ្ចឹងដាក់ញាណមកអានឹងគឺធัวហូររហូតដល់គោត្រភូញាណដកឃ្លាដោយសេចក្តីថាណាដោយសេចក្តីថាណាដោយសេចក្តីថាគោត្រភូញាណនឹងឯងគោត្រភូញាណនឹងឯងណាគោត្រភូញាណនឹងឯងជាអារម្មណ៍របស់អាសវៈណាជាអារម្មណ៍របស់អាសវៈណានឹងជាអារម្មណ៍របស់អាសវៈខណ្ឌណាដូច្នេះមានពីរន័យហ្នឹងនិយាយពីភពភូមិអាហ្នឹងគឺអំពីសត្វតាវៈកន្លែងដែលជាទីនៅរបស់សត្វឬក៏សំដៅដល់ពួកសត្វតើពួកសត្វណាខ្លះដែលមានអាសវៈហ្នឹងហូរទៅដល់ណាគឺហូរមិនមែនចាប់ផ្ដើមនៅក្នុងព្រំហ្នឹងតែម្ដងទេចាប់តាំងពីនរកប្រែតទេរិឆានអសុរកាយមនុស្សទេវតា6ជាន់ដែលមានចាតមហារាជការតាវតឹងយាមីដោសិតនៅមានរតីបរណមិតវសវតីហើយរូបព្រំទាំងអស់នឹងរួមជាមួយអរូបព្រំណានឹងរូបព្រំ16ហ្នឹងនៅក្នុងអសញ្ញ័យសត្តានោះអសញ្ញ័យសត្តាហ្នឹងធ្វើត្បិតថាខណៈដែលកើតឡើងវាអត់មានចិត្តវិញ្ញាណដើម្បីថាត្រេកអររីករាយឬក៏ការយល់ខុសអីទេព្រោះវាអត់មានចិត្តវិញ្ញាណក៏ប៉ុន្តែនៅតែជាទីតាំងនៃអាសវៈដោយសេចក្តីថាជាអារម្មណ៍របស់អាសវៈបានណាដូចជាការយើងមានសេចក្តីទុក្ខក្នុងមនុស្សណាមានសេចក្តីទុក្ខក្នុងមនុស្សអញ្ចឹងទៅហើយដឹងខ្លួនភ្ងាស្មារតីមកមានសេចក្តីទុក្ខកវាយកវល់ចង្អៀតចង្អល់ផ្លូវចិត្តណាយក៏នឹកឃើញទៅដល់ការដែលមិនចង់មានចិត្តវិញ្ញាណនឹកឃើញសេចក្តីសុខស្ងប់នៅក្នុងអសញ្ញ័យសត្តាអីចឹងទៅព្រោះយើងនឹកឃើញថាកាលណាវាអត់មានចិត្តអត់មានដឹងរឿងវាបានសេចក្តីសុខណាអញ្ចឹងក៏ចម្រើនបរិកម្មដើម្បីឲ្យបានរូបឈានដែលជាបដិបទាទៅកាន់ព្រំដែលអត់មានចិត្តវិញ្ញាណហ្នឹងណាដូច្នេះសម្បត្តិក្នុងអសញ្ញ័យសត្តាហ្នឹងវាជាអារម្មណ៍ជាទីតាំងនៃអាសវៈគឺការប្រាថ្នានឹងដែរណាហើយក៏ប្រព្រឹត្តទៅជាភវេសវៈទៅភវេសវៈពុនមុនដំបូងវានៅក្នុងជាកាមាសវៈណាតលតែវាប្រាថ្នាក្នុងភពវាចូលនៅក្នុងភវេសវៈដែលយើងនឹងសរសេរបន្តិចទៀតនេះណានឹងគេលើឆ្ងល់ថាចុះដូចព្រមអត់មានចិត្តមានអាសវៈឯណាហូរថាវានៅតែហូរអញ្ចឹងហូរដោយសេចក្តីថាជាអារម្មណ៍ដែលជាទីតាំងនៃសេចក្តីប្រាថ្នាណាជាទីតាំងនៃលោភៈអ្វីត្បិតថាពេលកើតជារូបព្រំអត់មានចិត្តវិញ្ញាណហ្នឹងវាអត់មានអាសវៈហូរទៅតាមភ្នែកទៅជាអីមែនព្រោះវាអត់មានចិត្តវិញ្ញាណក៏ប៉ុន្តែសម្បត្តិហ្នឹងវាជាទីប្រាថ្នាជាទីត្រូវការនៃសត្វដទៃទៀតណាហើយនៅក្នុងអរូបព្រំ4អ្វីត្បិតថាវាមិនបានហូរទៅតាមភ្នែកតាមតិចតាមច្រមុះតាមអណ្ដាតតាមកាយក៏ពិតមែនណានៅក្នុងអរូបព្រំ4អត់មានភ្នែកតិចច្រមុះអណ្ដាតកាយទេមានតែមโนទ្វេរវិថីប៉ុន្តែអាសវៈនឹងនៅតែហូរទៅតាមផ្លូវចិត្តណាដោយជាប់ចម្ពាក់នៅសេចក្តីស្ងប់នៅក្នុងអរូបឈានអរូបសមាបត្តិនឹងណានឹងមានពីរប្រការអញ្ចឹងបែបប្រការទៀតនោះដោយធัวណាពោលដោយធัวសតវាមិនតាក់ទងនឹងបញ្ញត្តិទេអាមួយតាក់ទងនឹងបញ្ញត្តិណាសេចក្តីទី1ហ្នឹងតាក់ទងជាមួយនឹងបញ្ញត្តិថាអាសវៈហ្នឹងវាកើតនៅក្នុងបុគ្គលណាឬក៏ភពណាភូមិណាហ្នឹងវាតាក់ទងបរមត្តនិងបញ្ញត្តិបរមត្តស្អីគឺបរមត្តគឺសំដៅដល់អាសវៈធัวហ្នឹង
ដែលជាតួលោភៈចេតសិកហ្នឹងឬក៏ទិដ្ឋិឬក៏មោហៈហ្នឹងវាកើតនៅក្នុងបុគ្គលបញ្ញត្តិដែលថាជាប្រែតជានរកឬក៏ជាទេវតាជាព្រំអញ្ចឹងទៅហ្នឹងវាតាក់ទងបរមត្ថនិងបញ្ញត្តិក៏ប៉ុន្តែបើពោលដោយធัวហ្នឹងគឺនិយាយពីបរមត្ថសុទ្ធអាសវៈហ្នឹងគឺហូរទៅដល់គោត្រភូដូច្នេះយើងមិនចាំបាច់និយាយថាតើធัวក្រោមហ្នឹងមានអាសវៈដែរទេបើគោត្រភូញាតវាមានទៅហើយចាំបាច់និយាយថ្មីដល់ធัวក្រោមដូចជាមហាកុសលការធ្វើទានការរក្សាសិលហ្នឹងមិនមានអាសវៈនោះណាអ្វីបាត់ថាអាសវៈហ្នឹងវាមិនប្រព្រឹត្តទៅជាមួយនឹងមហាកុសលដោយចំក៏ប៉ុន្តែមហាកុសលហ្នឹងក៏ជាទីតាំងដោយជាអារម្មណ៍របស់អាសវៈហ្នឹងដែរណាដឹងយើងជួនកាលយើងត្រេកអរនឹងមហាកុសលដែលយើងធ្វើអីហ្នឹងក៏វាមិនមែនជាអបពុទ្ធហੰសរណង្គកិច្ឆាមិ